บัดกลุ่มยูนิฟส์บางคนออกนี้จุดมันหนึ่งขยมบัตรในการเลือกคล้ายๆของการปราบปรามคอมพิวเตอร์ที่ประจำทั้งไงบัตรจำเทนบัตรยังทั้งนี้ JMP การบ่งบอกรูปภาพในขนมกรรมที่ Microsoft Word ចឹងដើម្បីបង្វិលរូបភាពឥឡូវខ្ញុំទៅដាក់រូបភាពចូលក្នុងកម្មវិធី Microsoft Word សិនចឹងយើងចូល insert មកដើម្បីបញ្ចូលរូបភាពមកក្នុង Word យើងចូល insert យក picture បាទហើយ divide តមកខ្ញុំមានរូបគោមួយចឹងចុចលើរូបគោហ្នឹងមកបាទហើយយក insert មកបាទនេះ insert មកវាធ្លាក់មកហើយបន្ទាប់មកចង់ងាយស្រួលផ្លាស់ទីរូបហ្នឹងគឺយើងត្រូវដាក់វា in front of text ចឹងចូល text picture format ហើយយក crop text ហើយយក in front of text ចឹងយើងផ្លាស់ទីបានហើយតមកនេះវាឧទាហរណ៍ថាបើសិនជាវាជាប់នេះឧទាហរណ៍ថាវាជាប់នេះអក្សរតូចៗនេះអាហ្នឹងយើង download មកវាជាប់អញ្ចឹងយើងចង់លុបចោលយើង crop វាចោលបាទអញ្ចឹងដើម្បី crop យើងចូល picture format ហ្នឹងដែរហើយយើងអូសមកស្ដាំយើងមើលពាក្យថា crop អញ្ចឹងយើងចុចលើ crop ហ្នឹងមកហើយតមកយើងនេះដាក់ម៉ៅឲ្យចំមុខកបិតហ្នឹងមកសញ្ញាមុខកបិតហ្នឹងណាអញ្ចឹងយើងរុញចូលទៅយើង click ម៉ៅឲ្យជាប់រុញចូលទៅអាហ្នឹងវាកាត់ហើយបាទប៉ុណ្ណឹងហើយបើយើងឈប់កាត់ហើយយើងយក crop មួយវិញមកគឺវាកាត់តែប៉ុណ្្នឹងហើយអញ្ចឹងវាលែងមានអក្សរមិញហើយកាត់ដាច់ហើយបាទអញ្ចឹងបន្តមកឧទាហរណ៍ថាខ្ញុំមានរូបគោបែរអញ្ចឹងបាទហើយខ្ញុំចង់បានរូបគោនឹងដដែលគឺបែរវាមកខាងនេះមួយទៀតវាមាន2អញ្ចឹងណាអញ្ចឹងដើម្បីធ្វើឲ្យវាមាន2យើងត្រូវ copy វាអញ្ចឹងដើម្បី copy យើងម៉ៅស្ដាំលើវាមកហើយយកពាក្យថា copy បាទបន្ទាប់មកយើងចង់បង្ហាញវាវិញគឺយើងម៉ៅស្ដាំនៅលើទាំង Word យើងធម្មតាមកហើយយើងយក path នេះអញ្ចឹងនៅកន្លែងអក្សរពាក្យ path option នេះយើងយករូបជក់នេះមកអញ្ចឹងវាចេញមកមួយទៀតហើយបាទអញ្ចឹងវាបានរូបគោនឹង2ហើយតែវាបែរទៅអញ្ចឹងវាបែរទៅខាងឆ្វេងទាំងអស់អញ្ចឹងទៅបាទអញ្ចឹងខ្ញុំចង់ឲ្យវាបែរមកទល់មុខគ្នាអញ្ចឹងដើម្បីឲ្យបែរទល់មុខគ្នាគឺយើងចូលទៅ picture format ដែរហើយតមកយើងយកពាក្យថា rotate បាទយើង rotate មកអញ្ចឹងនេះវាមានបវលមុំ90បាទចឹងយើងមើលរូបគោមុំ90វាឡើងលើចុះក្រោមចឹងណាយើងមើលតាមហ្នឹងអញ្ចឹងមួយនេះflip vertical នេះអាហ្នឹងវាលើក្រោមបាទនេះ horizontal គឺវាឆ្វេងស្ដាំអញ្ចឹងយើងយកអាហ្នឹងហើយវាបែរត្រូវតាមយើងចង់បានយើងយកមួយហ្នឹងបាទអញ្ចឹងវាបែរត្រូវហើយទល់មុខគ្នាអញ្ចឹងនេះយើងបានគោនេះដែលវាទល់មុខគ្នាអីចឹងទៅបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទអរគុណសម្រាប់ការទស្សនាបាទ